Yo hello សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Ika Gaming YT2 ម្ដងទៀតអធិស្ឋានទាំងអស់គ្នាទុកជាមុនមកវីដេអូនេះបើសិនជាសំឡេងមិនសូវច្បាស់ឬក៏មានសំឡេងរំខានអីអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកបង្រៀនអ្នកគ្នាពីរបៀបដាក់ mode នៅលើ Mojo Launcher ហើយវីដេអូនេះក៏ខ្ញុំសូមអធិស្ឋានទាំងអស់គ្នាកាលពីវីដេអូមុនខ្ញុំបានបង្រៀនអ្នកគ្នាពីរបៀប download Mojo Launcher ហើយវីដេអូទី2ខ្ញុំបានបង្រៀនអ្នកគ្នាពីរបៀប download Fabric អញ្ចឹងវីដេអូដែលខ្ញុំបង្រៀនអ្នកគ្នាពីរបៀប download Mojo Launcher ហ្នឹងគឺអធិស្ឋានទាំងអស់គ្នាមែនតើគឺ Mojo Launcher download មកគឺលេងអត់បានទេតែអ្នកគ្នា download មកលេងបានគឺពិតជាល្អហើយប៉ុន្តែខ្ញុំ download មកលេងអត់បានទេអញ្ចឹងពិតជាសុំទោសទាំងអស់គ្នាខ្លាំងមែនតើយ៉ាអញ្ចឹងកុំឲ្យខាត់ពេលយូរថ្ងៃហ្នឹងខ្ញុំមកបង្រៀនអ្នកគ្នាពីរបៀបដាក់ mode នៅលើ Mojo Launcher មុននឹងចូលដល់របៀបដាក់ mode Mojo Launcher អ្នកគ្នាកុំភ្លេចចុច like subscribe ម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថ្មីយ៉ាតោះឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់របៀបដាក់ mode នៅលើ Mojo Launcher ទាំងអស់គ្នាពីដំបូងអ្នកគ្នាចូលមកកាន់ Mojo Launcher របស់យើងសិនមកអូខេអញ្ចឹងពេលអ្នកគ្នាចូលមកកាន់ Mojo Launcher ហើយអ្នកគ្នាចុចតាមខ្ញុំនំងអូខេអ្នកចុចខាងក្រោមគេហ្នឹងបន្ទាប់មកអ្នកគ្នាចុចកន្លែង tray 3ខាងលើអូខេនេះជាកន្លែង tray 3ខាងលើហើយអ្នកគ្នាអូសទៅរកពាក្យ download អញ្ចឹងគ្នាប្តីទូរស័ព្ទតាមខ្ញុំហ្នឹងមកដើម្បីស្រួលដាក់ mode អញ្ចឹងអូខេអញ្ចឹងគ្នាអូសទៅរក mode ណាដែលយើង down មកអូខេបើសិនគ្នាណាអត់មាន mode ចូលទៅកាន់ Telegram ខ្ញុំបានអូខេគ្នាចុចលើ mode ហ្នឹងមកហើយអ្នកគ្នាចុចសង្កត់លើ mode ហ្នឹងឲ្យជាប់អ្នកគ្នាចុចលើ tray 3ហើយបន្ទាប់មកអ្នកគ្នាចុចកន្លែងចម្លងទៅអូខេចាំខ្ញុំដាក់សញ្ញាព្រួយឲ្យអ្នកទាំងអស់គ្នាមើលដើម្បីងាយស្រួលបន្ទាប់មកអ្នកចុចកន្លែង tray 3វិញអ្នកគ្នាអូសទៅក្រោមដើម្បីរកពាក្យថា Mojo Launcher អូខេបន្ទាប់គ្នាចុចទៅ Mojo Launcher អ្នកគ្នាមើលអាកន្លែងពាក្យនៅខាងស្ដាំដៃអូខេចាំខ្ញុំដាក់សញ្ញាព្រួយអ្នកគ្នាមើលបន្ទាប់មកអ្នកគ្នាទៅរើស Fabric version ណាអ្នកគ្នាដំឡើងមកអូខេកាលវីដេអូមុនខ្ញុំរៀនអ្នកគ្នាពីរបៀបដំឡើង Fabric ហើយអូខេបន្ទាប់មកអ្នកទាំងគ្នាចុចអ្នកគ្នាផាសកន្លែងហ្នឹងមកបានហើយអ្នកគ្នាបន្ទាប់អ្នកគ្នាផាសបានហើយអ្នកគ្នាចុចចេញវិញមកអូខេអ្នកគ្នាចុចចេញវិញមកគឺបានហើយអ្នកចុច play លេងទៅហើយអ្នកគ្នាចាំវាមួយសន្ទុះទៅវាចូលទៅដល់ game បន្ទាប់ពីទាំងអស់គ្នាចាំមកសន្ទុះមកអ្នកគ្នាចូលមកដល់ game ហើយអ្នកគ្នានឹងឃើញពាក្យថា mode ហើយអ្នកគ្នាចុចមើល mode យើងបានអ្នកគ្នាចូលទៅក្នុង mode ទៅអាចចុចមើលទៅថាវាបានឬអត់បើសិនគ្នាដាក់ mode អត់បានទេអាចឆាតមកសួរខ្ញុំបានតាម Telegram ឬ comment នៅខាងក្រោមក៏បានដែរដើម្បីខ្ញុំរកដំណោះស្រាយទាំងអស់គ្នាអញ្ចឹងវីដេអូខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយទាំងអស់គ្នាក៏សូមអរគុណអ្នកគ្នាខ្លាំងមែនទែនដែលបានចំណាយពេលដែលមានតម្លៃទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងអ្នកគ្នាកុំភ្លេចចុច like subscribe វីដេអូនេះម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថ្មីបន្តទៀតអញ្ចឹងវីដេអូខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយទាំងអស់គ្នាសូមអរគុណទាំងអស់គ្នាខ្លាំងមែនទែនជម្រាបលាបាយបាយSay that you will leave me dead. Say that I ain't really there when I'm always fucking there. Why you even still here, girl? You never even care.